សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះ vlog ទៅកពតអ្នកទាំងអស់គ្នាគឺយើងទៅលេងបុកគោអញ្ចឹងណាឥឡូវនេះយើងធ្វើដំណើរតាមផ្លូវអ្នកទាំងអស់គ្នាទេសភាពអែមកប់នេះខ្ញុំទៅកលភ្ជុំអ្នកទាំងអស់គ្នារសារវាសល់វីដេអូយូរខ្ញុំទៅមានពេលបានកាត់ឥឡូវនេះយើងបានមកដល់មុខបុកគោហើយអ្នកទាំងអស់គ្នាឥឡូវយើងជិះដល់ផ្លូវចូលអ្នកទាំងអស់គ្នាគឺមនុស្សច្រើនមែនតើថ្ងៃបុណ្យទានអញ្ចឹងណាឥឡូវនេះយើងចាប់ផ្ដើមឡើងទៅលើអ្នកទាំងអស់គ្នាតែមើលទៅដូចជាភ្លៀងទេនេះប៉ុន្តែមិនថ្មីទេត្រូវតែពុះពីអ្នកទាំងអស់គ្នាព្រោះយើងរៀប plan ទាំងដើមមកថាយើងនឹងមកលេងបូកូឥឡូវនេះយើងទៅបន្ទាប់ពីយើងធ្វើដំណើរមករាំងយូរដែរអ្នកនរគ្នាឥឡូវយើងមកដល់កន្លែងគេហៅអាងទឹកធំនៅលើបូកូអញ្ចឹងណាឥឡូវមកដល់គឺភ្លៀងរហូតអ្នកនរគ្នាមើលអត់ឃើញទេហើយវីដេអូក៏អត់មានបានថតអីច្រើនដែរកន្លែងហ្នឹងក្បាលមេឃភ្លៀងរហូតហើយមើលទៅអ្នកនរគ្នាសចាច់ពេលហ្នឹងទាំងអស់គឺងាកភ្លៀងតែម្ដងហើយត្រប់មកយើងចូលពីលើបូកូហ្នឹងគឺយើងមកខេត្តកបតម្ដងហើយអ្នកនរគ្នាមកដល់នេះរឿងយប់ដែរក៏ប៉ិតខ្ញុំក៏បានឈានចូលទៅកែបដែរដោយសារអត់បានថតឥឡូវនេះយើងមកមើលទឹកបាញ់លើកទី1ដែលខ្ញុំឃើញផ្ទាល់ភ្នែកនៅខេត្តកពតអញ្ចឹងណាហើយនោះនាឡិកាអ្នកនរគ្នាហើយមានអីអ្នកនរគ្នាគឺស្អាតមែនតើនៅខេត្តកពតប្លែកអញ្ចឹងណាធ្លាប់ទៅមើលតាមទូរស័ព្ទដែរហើយវីដេអូមួយនេះចិត្តដល់ទីបញ្ចប់អ្នកនរគ្នាបើសិនចូលចិត្តវីដេអូកុំភ្លេចជួយ share ម្នាក់មួយផងហើយជាមួយខ្ញុំនឹងព្យាយាមចង់ទៅកពតម្ដងទៀតដោយសារទៅវគ្គនេះមានអារម្មណ៍ថា fail ច្រើនមែនតើគឺយើងមានសកម្មភាពច្រើន set តាំងពីដើមមកថាយើងតណាខ្លះអញ្ចឹងណាដោយសារតែយើងទៅនឹងវាមេឃភ្លៀងពេកហើយអញ្ចឹងទៅយើងក៏អត់បានថតអីច្រើនអញ្ចឹងទៅហើយវីដេអូនេះចប់តែប៉ុណ្្នឹងហើយអរគុណសម្រាប់ការទស្សនា